ជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំនឹងកាត់ទស្សនាជាបន្តទៀតទាក់ទងនឹងការយល់សប្តិកាត់សុបិតណាបងប្អូនចាទាក់ទងនឹងការយល់សប្តិទី1គឺការយល់សប្តិឃើញខ្មោចបិសាចប្រសិនបើការយល់សប្តិបែបនេះទំនាយថាសេចក្តីរីករាយការសប្បាយចិត្តហើយបើសិនជាយើងចង់ផ្សងសំណាងលេខផ្សងសំណាងគេឲ្យយើងយកលេខ27បងប្អូនចាយល់សប្តិឃើញខ្មោចបិសាចមានស្នែងឬក៏ក្រចកវែងមានកន្ទុយទំនាយថាការអស់សង្ឃឹមការតបប្រមល់ការបើយើងទិញឆ្នោតផ្សងសំណាងគេឲ្យទិញលេខ0728យើងយល់សប្តិឃើញខ្មោចបិសាចទំនាយថាគេហៅហិនភាពហន្តរាយបើឆ្នោតផ្សងសំណាងគេឲ្យយើងទិញលេខ09ហើយការយល់សប្តិថាបាននិយាយទំនាក់ទំនងជាមួយនឹងខ្មោចបិសាចទំនាយថានឹងបានឡើងជាអ្នកមានស្ដុកស្ដំហើយឆ្នោតផ្សងសំណាងគេឲ្យទិញលេខ0207ទាក់ទងនឹងការយល់សប្តិបន្តទៀតយល់សប្តិឃើញបិសាចប៉ុន្តែចាប់យកទៅទំនាយថាបានមានសុភមង្គលហើយត្រចះត្រចង់ល្អណាស់ទាក់ទងនឹងលេខផ្សងសំណាងគេឲ្យលេខ84និង88បន្តទៀតនឹងគឺយល់សប្តិថាខ្លួនឯងជាកម្មសិទ្ធិរបស់ខ្មោចកម្មសិទ្ធិទៀតបងប្អូនទំនាយមានអាយុវែងហើយខ្សែមខ្សានលេខផ្សងសំណាងគឺលេខ78យល់សប្តិថាត្រូវខ្មោចដេញតាមហើយខំរត់ភ័យខ្លាចទៅជាដែរទៅជាជើងទំនាយថានឹងត្រូវគេចោទប្រកាន់ឡើងដល់តុលាការហើយលេខផ្សងសំណាងវិញគឺលេខ86យល់សប្តិថាវាខ្មោចបានជ័យជំនះទំនាយថាអំណាចឲ្យប្រជាមិត្តក្របខ្លាចបើឆ្នោតផ្សងសំណាងគឺលេខ99និង37យល់សប្តិថាដើរជាមួយនឹងប្រពន្ធហើយបានប្រទេសនឹងខ្មោចបិសាចទំនាយថាការសម្រើបកើតឡើងខ្លាំងណាស់ទាក់ទងនឹងលេខផ្សងសំណាង0199យល់សប្តិឃើញខ្មោចបិសាចច្រើនតែមានអាវុធនៅក្នុងដៃទំនាយថាអ្នកដែលមានជំងឺពិបាកនឹងបានរស់រានមានជីវិតណាស់បើទិញឆ្នោតជាតិគឺលេខ14នេះទាក់ទងនឹងការយល់សប្តិឃើញខ្មោចព្រាយបិសាចបងប្អូនទាក់ទងនឹងការកាត់ស្បិនជាបន្តទៀតគឺការយល់សប្តិឃើញគូសង្សារយល់សប្តិឃើញគូសង្សារទំនាយថាចិត្តបានរៀបការហើយបើសិនជាលេខផ្សងសំណាងហ្នឹងគឺលេខ04 61និង89ទាក់ទងនឹងគូសង្សារបងប្អូនទាក់ទងនឹងការកាត់ប្រស្នាឬក៏យល់សប្តិហ្នឹងខ្ញុំសូមអធិស្ឋានសម្រាប់សម្លេងរំខានផ្សេងផងដែរបងប្អូនហើយទាក់ទងនឹងរូបភាពដែលខ្ញុំបានដាក់ហ្នឹងគឺជាកូនឈើដែលខាងខ្ញុំមានប្រភេទទាំងអស់បងប្អូនអាចជាវបានមិនថាជាប្រទាលឬក៏កូនឈើទេបងប្អូនអាចនឹងទំនាក់ទំនងសួរនៅបានបើសិនជាបងប្អូនចង់បានប្រភេទផ្កាឬក៏កូនឈើហូបផ្លែឬក៏កូនឈើដាំយកស្លឹកគឺខាងខ្ញុំមានទាំងអស់សិនបងប្អូនមានត្រូវការប្រភេទណាក៏អាចទំនាក់ទំនងសួរបានដែរប្រទាលក៏ខាងខ្ញុំមានដែរបងប្អូនប្រស្នាជាបន្តទៀតគឺទាក់ទងនឹងការយល់សប្តិខាងងូតទឹកបើយល់សប្តិឃើញងូតទឹកទំនាយថាសុខភាពល្អហើយភាពសង្ហាភាពសំសួនឆ្នោតផ្សងសំណាងគេឲ្យទិញលេខ16និង89ការយល់សប្តិឃើញរៀបចំដើម្បីនឹងងូតទឹកទំនាយថាមានជ័យជំនះក្នុងការធ្វើសង្គ្រាមឬក៏ចម្បាំងបើលេខផ្សងសំណាងហ្នឹងគេឲ្យយើងទិញលេខ08និង10គាត់យល់សប្តិឃើញកន្លែងងូតទឹកប៉ុន្តែពុំមានឃើញអ្នកណាម្នាក់ងូតទឹកនៅនោះសោះទំនាយថាខ្វះខាតនៅសុភមង្គលហើយលេខផ្សងសំណាងគឺលេខ25និង43យល់សប្តិថាដោះកៅអៅអស់ពីខ្លួនប៉ុន្តែមិនទាន់បានទៅងូតទឹកទៅក្នុងបន្ទប់ទឹកទំនាយថាសប្បាយដោយចាញ់កលរបស់អ្នកដទៃសប្បាយដោយចាញ់កលរបស់អ្នកដទៃបើទិញឆ្នោតសូមលេខ32និង8និង68បងប្អូនអធិស្ឋានដោយសារតែវាមានបញ្ហាដាក់លួលបន្តិចបងប្អូនហើយយល់សប្តិចូលក្នុងបន្ទប់ទឹកដែលមានសភាពក្តៅពេកឬក៏ត្រជាក់ពេកទំនាយថាស្នេហាមិនស្មោះត្រង់បើទិញឆ្នោតជាតិគឺលេខ61 66ហើយយល់សប្តិថាបានងូតទឹក
ថ្លាក្នុងបឹងឬក៏ត្រពាំងទំនេរថាភាពល្អជោគជ័យប្រឡងជាប់លេខផ្សោះសំណាងគឺ28និង30គាត់យល់សពថាងូតទឹកសមុទ្រទំនេរថាសុភមង្គលនិងជោគលាភបើទិញសងសំណាងគឺទិញលេខ25និង59យល់សពថាងូតទឹកល្អទំនេរថានឹងបានទទួលដំណឹងពីមិត្តដែលមានចិត្តស្មោះត្រង់នឹងគ្នាឆ្នោតសងសំណាងគឺលេខ16 19និង49យល់សពថាចុះដេកត្រាំក្នុងស្នូសម្រាប់ងូតទឹកទំនេរថារីករាយក្នុងឧត្តមអ្វីឆ្នោតសងសំណាងគឺសូមទិញលេខ61និង82នេះតកតងនឹងការយល់សពឃើញងូតទឹកបងប្អូនការកាត់យល់សពគឺមកដល់ទីបញ្ចប់ហើយនឹងខ្ញុំនឹងកាត់ជាបន្តទៀតសម្រាប់បងប្អូនដែលមានយល់សពផ្សេងៗបងប្អូនអាចខមមិននៅក្នុងក្រោមវីដេអូខ្ញុំនឹងលើកមកបកស្រាយជូនបងប្អូនណាសូមអរគុណច្រើនបងប្អូនសម្រាប់ការតាមដានប៉ុន្តែមានការរកសម្លេងរំខានខ្លះបងប្អូនសូមអធិស្ឋានផងសូមអរគុណច្រើនបងប្អូន